ជំរាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំឈ្មោះរតសាជាសិស្សនិស្សិតនៃសាលាគម្ពីរ Pacific Baptist នៅក្នុងវីដេអូនេះអ្នកទាំងអស់គ្នានឹងឃើញពីសកម្មភាពនៃការបម្រើព្រះអង្គនៅក្នុងកម្មវិធីក្មេងហើយនិងពន្ធកិច្ចរបស់ពួកយើងដែលយើងតែងតែធ្វើក្នុងកម្មវិធីក្មេងជារៀងរាល់ថ្ងៃអាទិត្យហើយអ្នកទាំងអស់គ្នានឹងបានឃើញពីទីបន្ទាល់របស់អ្នកជឿព្រះអង្គដែលគាត់បានធំធាត់ឡើងនៅក្នុងកម្មវិធីក្មេងហើយកម្មវិធីក្មេងបានជួយអ្វីខ្លះដល់ក្នុងជីវិតរបស់គាត់ហើយជាពិសេសបានលើពីអ្វីដែលក្មេងៗគេបានធ្វើទីបន្ទាល់ប្រាប់ពីអ្វីដែលគេចូលចិត្តហើយអ្វីមួយដែលជំរុញឲ្យពួកគេនៅតែចង់មកកម្មវិធីក្មេងជំរាបសួរខ្ញុំឈ្មោះទីណាខ្ញុំគឺជាម្នាក់ដែលបានសង្គ្រោះក្នុងកម្មវិធីក្មេងនៅពេលដែលខ្ញុំអាយុ9ឆ្នាំហើយកម្មវិធីក្មេងបានជួយឲ្យខ្ញុំបានសង្គ្រោះស្គាល់ព្រះអង្គជាព្រះអង្គសង្គ្រោះហើយកម្មវិធីក្មេងបានជួយឲ្យខ្ញុំមានការរីកចម្រើនលូតលាស់ផងដែរហើយមួយទៀតនោះគឺកម្មវិធីក្មេងបានជួយឲ្យខ្ញុំចាក់គ្រឹះនៅលើព្រះអង្គពីព្រោះតែពេលយើងនៅក្មេងយើងអត់សូវទាន់បានស្គាល់ឬក៏ដឹងឲ្យច្រើនអំពីសាសនាហើយនិងអំពើបាបផ្សេងៗអញ្ចឹងខ្ញុំអរគុណព្រះអង្គសម្រាប់កម្មវិធីក្មេងមែនទែនដែលបានជួយឲ្យខ្ញុំមានគ្រឹះនិងស្គាល់ព្រះអង្គពេលខ្ញុំនៅក្មេងហើយអ្វីដែលខ្ញុំចាប់អារម្មណ៍និងចូលចិត្តនៅពេលដែលខ្ញុំទៅកម្មវិធីក្មេងកាលពេលខ្ញុំអាយុ9ឆ្នាំនោះគឺខ្ញុំចូលចិត្តអំពីហ្គេមហើយនឹងការស្ដាប់លោកគ្រូបង្រៀនអំពីរឿងដោយមានរូបភាពផងដែរហើយមួយទៀតនោះខ្ញុំចាប់អារម្មណ៍អំពីគំរូនិងសេចក្តីស្រឡាញ់របស់លោកគ្រូអ្នកគ្រូដែលពួកគាត់បង្រៀនខ្ញុំគឺពួកគាត់ស្រឡាញ់ខ្ញុំហើយនឹងមិត្តភ័ក្តិរបស់ខ្ញុំដទៃទៀតដោយពួកគាត់បង្ហាញការចាប់អារម្មណ៍ចំពោះយើងគាត់មិនគ្រាន់តែបង្រៀនយើងនោះទេប៉ុន្តែគាត់តែងតែចំណាយពេលប្រកបជាមួយយើងនិយាយសួរសុខទុក្ខយើងឲ្យស្គាល់ពីយើងព្រមទាំងគាត់មិនដែលទុកយើងចោលទេពេលដែលឧទាហរណ៍ថាគាត់ឃើញក្មេងដទៃកំពុងលេងហ្គេមហើយយើងកំពុងតែអង្គុយម្នាក់ឯងឬក៏គាត់អត់ដែលទុកយើងចោលគាត់តែងតែមកព្យាយាមជំរុញឲ្យយើងលេងជាមួយគេចូលរួមជាមួយគេហើយនឹងបង្ហាញភាពកក់ក្ដៅនិងសេចក្តីស្រឡាញ់ហើយអ្វីទាំងអស់នោះបានដកនៅក្នុងចិត្តរបស់ខ្ញុំពីព្រោះតែពួកគាត់មិនមែនគ្រាន់តែជាគ្រូបង្រៀនដូចជាពេលដែលខ្ញុំទៅសាលារដ្ឋនោះទេប៉ុន្តែគាត់មានសេចក្តីស្រឡាញ់នៃការគាត់ចាប់អារម្មណ៍ហើយចង់ឲ្យខ្ញុំស្គាល់ព្រះអង្គហើយចង់ឃើញខ្ញុំរីកចម្រើនអញ្ចឹងខ្ញុំពិតជាអរគុណព្រះអង្គមែនទែនសម្រាប់កម្មវិធីក្មេងបានជួយខ្ញុំក្នុងជីវិតអ្វីដែលខ្ញុំចូលចិត្តនៅកម្មវិធីក្មេងគឺរៀននិងលេងហ្គេមនិងច្រៀងនិងចូលចិត្តអ្នកស្វាគមន៍អ្វីដែលនៅក្នុងកម្មវិធីក្មេងដែលខ្ញុំចូលចិត្តជាងគេគឺជាសាគឺការចាំបាច់ច្រៀងសរសើរព្រះអង្គយើងចង់ជាពិសេសអ្វីដែលខ្ញុំចូលចិត្តពីកម្មវិធីក្មេងគឺការច្រៀងអធិដ្ឋានអានព្រះគម្ពីរអរគុណព្រះអង្គហើយបងនិងលោកគ្រូអ្នកគ្រូបង្រៀនយើងឲ្យអស់ពីចិត្តហើយចូលចិត្តពីកម្មវិធីក្មេងមានច្រៀងលោកគ្រូអ្នកគ្រូគាត់បានបង្រៀនយើងលេងហ្គេមអរគុណព្រះអង្គអធិដ្ឋាននិងមានបងលោកគ្រូអ្នកគ្រូបានតាក់យើងគោលបំណងពួកយើងគឺយើងចង់បង្រៀនឲ្យគេស្គាល់ព្រះអង្គហើយជាពិសេសបានយល់ច្បាស់ពីសេចក្តីសង្គ្រោះហើយទទួលព្រះជាព្រះសង្គ្រោះហើយអ្វីម្យ៉ាងទៀតដែលសំខាន់គឺយើងចង់ឲ្យគេស្គាល់ច្បាស់នៅសេចក្តីស្រឡាញ់និងភាពកក់ក្ដៅដែលគេអាចមករកឃើញនៅទីនេះដែលគេអាចយល់ស្គាល់ថាព្រះអង្គទ្រង់ល្អព្រះអង្គទ្រង់ពោពេញដោយសេចក្តីស្រឡាញ់សម្រាប់ពួកគេហើយជាអ្វីមួយទៀតដែលអាចឲ្យគេដឹងថាការកំសាន្តនិងការរីករាយមិនមែនគ្រាន់តែកើតឡើងពីការធ្វើតែអំពើបាបប៉ុន្តែអាចលេងជាមួយនឹងហ្គេមដែលគាត់ប្រកបលេងជាមួយគ្នាការឆ្លើយសំណួរហើយនិងការច្រៀងជួបជុំគ្នា
បងប្អូនចូលរួមជាចំណែកក្នុងការអធិដ្ឋានសម្រាប់ពន្ធកិច្ចកម្មវិធីក្មេងរបស់ពួកយើងដើម្បីជាអ្វីមួយដែលជួយឲ្យពន្ធកិច្ចរបស់ពួកយើងបាន